អូតាមពិតគាត់គឺជាលោកសេដ្ឋីតើហើយអាពីអ្នកនោះគឺជាចៅអញ្ចឹងខ្ញុំត្រូវតែជួយលោកសេដ្ឋីសិនទៅបានកុសលគេបានបេះដូងហើយគប់សម្ដៅទៅចៅទាំងពីរអ្នកនោះធ្វើឲ្យពួកគេដួលសន្លប់ដោយសារតែដូងធ្លាក់ចំស្អីគេធ្លាក់ពីលើមេឃមានបរមម្នាក់ឈ្មោះកុសលគេគឺជាកូនកំព្រាតាំងពីតូចដោយសារកុសលជាមនុស្សល្អអ្នកស្រុកអ្នកភូមិស្រឡាញ់ចូលចិត្តគេណាស់រហូតដល់ថ្ងៃមួយនៅពេលដែលកុសលជួយលោកសេដ្ឋីពេលនោះរឿងគ្រប់យ៉ាងក៏ប្រែប្រួលអស់រលែងអ្នកមេងខ្ញុំរៀបចំខ្លួនរួចហើយមិញឆាប់នាំខ្ញុំទៅចំការរបស់មិញទៅប៉ុន្តែតម្លៃវិញអ្នកមិញមិនអាចឡើងថ្លៃបានទេណាព្រោះខ្ញុំជាអ្នកឡើងបាយហើយយកទៅលក់ដោយខ្លួនឯងទៀតកុសលមិញដឹងហើយមិញមិនអាចឡើងថ្លៃបាននោះទេឯងកំភៃពេកមើលណាមួយយើងគឺជាអ្នកស្រុកភូមិជាមួយគ្នាតើប៉ុន្តែឯងរងចាំមិញបន្តិចណាមិញរៀបចំខ្លួនបន្តិចសិនរួចហើយចាំយើងទៅចំការទាំងអស់គ្នាបានមិញអញ្ចឹងក៏បានដែរមួយសន្ទុះក្រោយមកអ្នកទាំងពីរក៏បានធ្វើដំណើរមកដល់ចំការដូងហើយចំការរបស់មិញធំក្រាន់បើមើលចោះដូងផ្លែធំល្អនៅពេលដែលយកទៅលក់ច្បាស់ជាបានប្រាក់ច្រើនឬក៏តិចមិញមិនដឹងនោះទេប៉ុន្តែឯងអាចធ្វើបានដែរឬអត់បើឯងមានតែម្នាក់ឯងនឹងហេតុអ្វីបានជាឯងមិនបបួលមិត្តភក្តិមកជាមួយអញ្ចឹងមិនអីទេមិញពួកគេចាប់រវល់អស់ហើយការងារប៉ុណ្ណឹងខ្ញុំអាចធ្វើម្នាក់ឯងបានណាមួយខ្ញុំក៏ជំនាញឡើងដូងស្រាប់ទៅហើយបើអញ្ចឹងឯងឡើងបេះចោះចំណេញមិញទៅផ្ទះហើយណាដូចមិញបាននិយាយអញ្ចឹងឯងឡើងតែ4ដើមនេះបានហើយចំណេញដើមផ្សេងទៀតចាំថ្ងៃក្រោយក៏បានដែរបាទមិញមិនអីទេខ្ញុំដឹងហើយមិញអាចទៅផ្ទះចោះពិបាកដល់ហើយតែធ្វើម៉េចនេះគឺជាជីវិតខ្ញុំត្រូវតែតស៊ូព្រោះខ្ញុំអត់មានឪពុកម្ដាយដូចជាគេនោះទេអាយ៉ាឥឡូវនេះខ្ញុំឡើងដើមមួយនេះសិនបន្ទាប់ពីនិយាយហើយកុសលគេក៏បានឡើងដើមដូងក្រឡេកមើលលោកសេដ្ឋីឯណែវិញគាត់បានពួននឹងដើមឈើមួយដើមព្រោះតែចៅបានដេញតាមពីក្រោយគាត់ថ្ងៃនេះបើសិនជាយើងមិនស្លាប់ពួកអាចៅឯងនឹងមិនអាចរួចខ្លួនទេវើយអញនឹងប្តឹងរាជការឲ្យចាប់ពួកឯងដាក់គុកឲ្យតល់តែបានប៉ុន្តែពេលនេះខ្ញុំមិនដឹងថារត់ពន្ធកន្លែងណាឡើយមានតែដើមឈើមួយដើមនេះប៉ុណ្ណោះសង្ឃឹមថាពួកវារកខ្ញុំមិនឃើញទៅចោអាយ៉ាគិតទៅអាសេដ្ឋីនេះពិតជារត់លឿនមែនពួកយើងតាមវាមិនតាន់តល់តែសោះអាសម្លាញ់យើងកំតាន់អាចឈប់អីវាច្បាស់ជាមិនអាចទៅណាឆ្ងាយពីទីនេះនោះទេពួកយើងតាមរកវាបន្តទៀតទៅឈប់សិនឯងមានធំក្លិនដូចជាយើងដែរទេមានហើយយើងក៏ធំក្លិនដែរក្លិននេះមិនធម្មតាទេវាដូចជាក្លិនអាចអ្នកណាជួសថ្មីអញ្ចឹងមិនបានចែកដឹងថាក្លិនអាចចង្រៃមែនមិនគួរណាយើងជួអាចដាក់ខោអញ្ចឹងសោះស្លាប់មិនខានទេយើងសម្លាញ់នោះលោកសេដ្ឋីរត់ហែងតើជួយផងឯងគំរត់លោកសេដ្ឋីគាត់បានរត់រហូតមកដល់កន្លែងដែលកុសលកំពុងតែបេះដូងសេដ្ឋីថ្ងៃនេះលោកមិនអាចរត់បន្តទៀតបានទេឥឡូវនេះមាសប្រាក់មានទាំងប៉ុន្មានឆាប់ប្រគល់ឲ្យយើងទាំងអស់មកអញហួសចិត្តណាស់វើយសេដ្ឋីខ្លាចពួកយើងនឹងរាអាចប៉ុន្តែក៏ល្អដែរពេលនេះវាអត់មានផ្លូវត្រូវដើរទៀតឡើយតាមពិតគាត់គឺជាលោកសេដ្ឋីតើហើយអាពីអ្នកនោះគឺជាចៅអញ្ចឹងខ្ញុំត្រូវតែជួយលោកសេដ្ឋីសិនទៅបានកុសលគេបានបេះដូងហើយគប់សម្ដៅទៅចៅទាំងពីរអ្នកនោះធ្វើឲ្យពួកគេដួលសន្លប់ដោយសារតែដូងធ្លាក់ចំស្អីគេធ្លាក់ពីលើមេឃលោកសេដ្ឋីតើលោកយ៉ាងម៉េចហើយអ្នកកំឡោះឯងគឺជាអ្នកជួយយើងសូមអរគុណឯងហើយបាទមិនអីទេលោកសេដ្ឋីរឿងបន្តិចបន្តួចប៉ុណ្ណឹងនោះប៉ុន្តែហេតុអ្វីបានជាលោកត្រូវចោលប្លន់អញ្ចឹងទេខ្ញុំដូចជាធំក្លិនស្អីមិនដឹងទេនេះស្អីក្លិននេះគឺខ្ញុំយល់ហើយលោកសេដ្ឋីទៅខាងស្ដាំដៃទីនោះមានបឹងមួយកន្លែងទឹកស្អាតខ្លាំងណាស់លោកអាចទៅសម្អាតខ្លួនទីនោះបានយើងអរគុណឯងហើយអញ្ចឹងយើងទៅសិនហើយអ្នកកំឡោះថ្ងៃក្រោយយើងនឹងសងគុណឯងវិញ កោសាលអីដងរបស់ឯងល្អខ្លាំងណាស់ឯងលក់ឲ្យយើងមួយធ្លាយមក
បាទលោកពូចាំបន្តិចចាំខ្ញុំលើកដាក់ជូនហើយយ៉ាឯនេះពិតជាឧស្សាហ៍មែនឡើងដងហើយយកមកលក់ដោយខ្លួនឯងទៀតមើលចោះអនាគតច្បាស់ជាមិនក្រឡើយធ្វើមិនទៅលោកពូខ្ញុំនៅក្មេងតមានកម្លាំងចេះតែខំទៅណាមួយខ្ញុំអត់មានស្រែស្រូវធ្វើដូចជាគេនោះទេអើយើងគ្រាន់តែនិយាយទេប៉ុន្តែបើសិនជាយើងមានគុណកំមុំមែនណាយើងសោកចិត្តលើកឲ្យឯងដែលមិនគិតខាងស្លាឡើយមើលចោះលោកពូនិយាយធ្វើដូចមែនទេអញ្ចឹងអ្នកក្រដូចជាខ្ញុំនេះតើមាននារីណាមកស្រឡាញ់ទៅយីអ្នកកំឡោះថ្ងៃមុនឯងតើគឺជាអ្នកជួយយើងហើយឯងមកលក់ដូងដល់ភូមិនេះផងអីលោកសេដ្ឋីទេឬណែខ្ញុំតែងតែឧស្សាហ៍យកដូងមកលក់នៅទីនេះចោះហេតុអ្វីបានជាលោកនៅទីនេះដែរអញ្ចឹងផ្ទះយើងគឺនៅម្ដុំនេះទេមានហើយថ្ងៃមុនដោយសារតែយើងរវល់ពេកភ្លេចអរគុណឯងយើងសូមអរគុណឯងណាអ្នកកំឡោះដែលឯងបានជួយយើងកាលពីថ្ងៃមុនពងតែជាគាត់មែនទេដែលពុកនិយាយថាបានជួយពុកអំពីចៅប្លន់នោះមែនហើយកូនកុំតែបានគេទេកុំអីពុកច្បាស់ជាអាសន្នធំហើយថ្ងៃស្អែកឯងទំនេរដែរទេបើឯងទំនេរកុំភ្លេចទៅផ្ទះយើងផងណាយើងមានការសំខាន់មួយចង់និយាយជាមួយនឹងឯងតើលោកសេដ្ឋីមានការអ្វីដែរទៅអត់ទេថ្ងៃនេះយើងមិនអាចប្រាប់ឯងបានទេប៉ុន្តែអ្នកកំឡោះឯងប្រាប់យើងសិនមកតើថ្ងៃស្អែកឯងទំនេរអត់បាទលោកសេដ្ឋីថ្ងៃស្អែកខ្ញុំទំនេរបើខ្ញុំលក់ដូងនេះឥឡូវអញ្ចេះចោះយើងនឹងទិញដូងរបស់ឯងយកទៅទាំងអស់ហើយថ្ងៃស្អែកឯងកុំភ្លេចទៅជួបយើងនៅផ្ទះណាថាម៉េចលោកទិញយកដូងរបស់ខ្ញុំទាំងអស់វាពិតជាពិសេសខ្លាំងណាស់លោកសេដ្ឋីខ្ញុំសូមអរគុណលោកហើយអញ្ចឹងថ្ងៃស្អែកខ្ញុំនឹងទៅជួបលោកសេដ្ឋីភ្លាមលុះស្អែកឡើងមកដល់ថាម៉េចលោកឲ្យមាសទាំងនេះមកខ្ញុំលោកសេដ្ឋីខ្ញុំមិនហ៊ានទទួលយកនោះទេវាច្រើនខ្លាំងណាស់សូម្បីតែគិតខ្ញុំក៏មិនដែលគិតដល់ផងអ្នកកំឡោះថ្ងៃនោះបើសិនជាគ្មានវត្តមានរបស់ឯងទេយើងក៏មិនអាចរក្សាជីវិតមកដល់ពេលនេះដែរយើងនឹងផ្ដល់ការរកស៊ីខ្លះៗទៅដល់ឯងហើយមាសនេះគឺជាដើមទុនថ្ងៃក្រោយបើសិនជាឯងអនុវត្តច្បាស់ណាស់មនុស្សស្មោះត្រង់ដូចជាឯងនឹងមានអនាគតល្អជាមិនខានថាម៉េចនេះលោកសេដ្ឋីមានបំណងចង់ឲ្យខ្ញុំរកស៊ីត្រឹមត្រូវហើយប៉ុន្តែមាននេះគឺជាកម្មសិទ្ធិរបស់ឯងបើឯងយកវាទៅធ្វើជាប្រយោជន៍ឯងច្បាស់ជាមានមាសប្រាក់ចាយតកូនតចៅប៉ុន្តែបើសិនជាឯងប្រើវាក្នុងផ្លូវខុសវានឹងធ្វើឲ្យឯងសប្បាយតែរយៈពេលខ្លីប៉ុណ្ណោះទេបានលោកសេដ្ឋីពេលមុនខ្ញុំក៏ចង់រកស៊ីដូចជាគេដែរប៉ុន្តែខ្ញុំមិនមានដើមទុនសោះឡើយចំណែកឯចំណេះដឹងនិងបទពិសោធន៍ក៏មិនមានទៀតឥឡូវនេះបានលោកសេដ្ឋីជួយបង្ហាញផ្លូវខ្ញុំកាន់តែមានកម្លាំងចិត្តមិនអីទេអ្នកកំឡោះចាំយើងនឹងជួយជ្រោមជ្រែងឯងពីក្រោយយើងបានសន្យាឲ្យថានឹងជួយឯងវិញព្រោះឯងបានសង្គ្រោះជីវិតយើងអំពីចៅប្លន់3ឆ្នាំក្រោយមកពេលនេះកុសលគេបានខ្លាចជាអ្នកជំនួញវ័យក្មេងម្នាក់គេមិនត្រឹមតែគោរពដឹងគុណចំពោះលោកសេដ្ឋីប៉ុណ្ណោះទេគេថែមទាំងជាដៃគូពាណិជ្ជកម្មធំនឹងគ្នាទៀតផងកុសលមើលទៅឯងឥឡូវនេះផ្លាស់ប្ដូរច្រើនណាស់ទាំងសាច់ឈាមពណ៌សម្បុរទាំងទ្រព្យសម្បត្តិយើងជួយអបអរសាទរផងណាបាទលោកសេដ្ឋីទាំងអស់នេះគឺកើតចេញពីលោកទាំងអស់បើគ្មានលោកទេខ្ញុំក៏មិនមានថ្ងៃនេះដែរឃើញឯងពូកែហើយវៀងវៃបែបនេះយើងសប្បាយចិត្តណាស់មែនហើយកុសលថ្ងៃនេះឯងអត់ទៅកសិដ្ឋានទេអីមិនបានជាមានពេលទំនេរមកលេងយើងអញ្ចឹងបានលោកសេដ្ឋីខ្ញុំមានការសំខាន់មួយតើជាការសំខាន់អ្វីទៅបងកុសលលោកពូបងកុសលនេះទឹកកល្យានពុកអរគុណហើយកូនខ្ញុំអរគុណហើយតាមពិតទៅខ្ញុំចង់យកមាននេះមកសល់លោកសេដ្ឋីវិញនេះគឺជាចំនួនមាស1ហឹបខ្ញុំសូមជូនលោកសេដ្ឋីហើយមាសឡើង1ហឹបហេតុអ្វីបានជាច្រើនម្ល៉េះកុសលចំនួននេះគឺវាច្រើនខ្លាំងមែនទែនយើងអត់ហ៊ានទទួលយកនោះទេបានលោកសេដ្ឋីតាមពិតទៅគឺខ្ញុំចង់យកមាននេះធ្វើជាចំនួនចូលស្រីដណ្ដឹងអ្នកនាងកល្យានបើលោកសេដ្ឋីអនុញ្ញាតខ្ញុំនឹងហៅចាស់ទុំមកធ្វើជាមេបាថាម៉េចកុសលនេះឯងចាប់អារម្មណ៍កូនស្រីយើងបាទមែនហើយលោកសេដ្ឋីខ្ញុំពិតជារីករាយខ្លួនមែនទែនព្រោះអ្នកទាំងពីរជាអ្នកមានគុណចំពោះខ្ញុំតែខ្ញុំបែរជាមានគំនិតផ្ដេសផ្ដាស់បែបនេះទៅវិញបើលោកសេដ្ឋីនិងអ្នកនាងមិនអនុញ្ញាតខ្ញុំក៏មិនថាអ្វីដែរច្រឡំហើយយើងក៏ចូលចិត្តឯងដែរកុសលបើយើងមិនចូលចិត្តឯងហេតុអ្វីចាំបាច់តម្រែតម្រង់ផ្លូវឯងអញ្ចឹងប៉ុន្តែឬគូជីវិតនោះយើងមិនហ៊ានសម្រេចដោយខ្លួនឯងនោះទេគឺឯងសួរចិត្តនាងដោយខ្លួនឯងទៅកល្យានតើកូនគិតយ៉ាងម៉េចបើកុសលមានចិត្តទៅលើកូនបែបនេះខ្ញុំមិនចង់ជឿសោះពុកថាបងកុសលចាប់អារម្មណ៍ខ្ញុំមិនហ៊ានប្រកែកនោះទេ
ហើយនេះពួកឯងកំពុងតែលេងសើចជាមួយយើងមែនទេតាមពុតទៅយើងដឹងហើយពួកឯងនេះស្រឡាញ់គ្នាយូរមកហើយគ្រាន់តែមិនហ៊ានបង្ហាញនៅចំពោះមុខយើងតែប៉ុណ្ណោះមិនអីទេចាំយើងរៀបចំពិធីមង្គលការឲ្យពួកឯងទៅចោខ្ញុំអរគុណណាលោកសេដ្ឋីខ្ញុំសន្យាថានឹងមើលថែនាងទៅឲ្យបានល្អមិនឲ្យនាងពិបាកចិត្តដោយសារតែខ្ញុំឡើយនៅទីបំផុតវាសនារបស់អ្នកឡើងដូងក៏បានផ្លាស់ប្ដូរទាំងស្រុងបន្ទាប់ពីគេបានជួយលោកសេដ្ឋីហើយនោះលោកសេដ្ឋីបានបង្ហាត់បង្រៀនពីរបៀបរកស៊ីរហូតដល់គេក្លាយទៅជាអ្នកមានម្នាក់ផងដែរមានបរិសុទ្ធពីរនាក់ជាមិត្តសម្លាញ់នឹងគ្នាម្នាក់ឈ្មោះកុសលជាអ្នកលក់ត្រីនិងម្នាក់ទៀតឈ្មោះសុចិត្តជាអ្នកលក់ដំឡូងគេរស់នៅជាមួយនឹងឪពុករបស់គេពួកគេទាំងពីរនាក់នេះគឺជាមិត្តភក្តិរាប់អាននឹងគ្នាតាំងពីតូចគ្មានអ្នកណាដឹងឡើយថានៅថ្ងៃខាងមុខអំពីវាសនារបស់ពួកគេឡើយនៅថ្ងៃមួយពួកគេបានឈរនៅមុខហាងម្ចាស់ហាងចិត្តអាក្រក់ម្នាក់អើយអាពីរនេះឯងមកក្រឡុកអីនៅកន្លែងយើងរកស៊ីហ្នឹងអើយលោកពូខ្ញុំគ្រាន់តែនិយាយលេងទេខ្ញុំគ្រាន់តែឈរលេងនៅមុខហាងពូទេតើអីមិនបាច់មកនិយាយលេងកន្លែងហ្នឹងទេពួកឯងឆាប់ចេញទៅវិញទៅអញត្រប់មិនបានអញវាយឥឡូវហើយអេនេះលក់អីមិនក៏សំដីអាក្រក់ម្លេះកន្លែងពូបើសំដីអាក្រក់អញ្ចឹងមានអ្នកណាទិញស៊ីទេគ្រាន់តែលឺសំដីគេឆ្អែតបាត់ទៅហើយលោកពូអើយយេកន្លែងអញលក់តាំងពីយូរណាស់មកហើយមិនដែលកាត់ស្អីទេវើយគ្រាន់តែថាគ្មានអ្នកទិញតែប៉ុណ្ណោះបានហើយសម្លាញ់កុំឆ្លោះជាមួយគាត់អីយើងទៅកន្លែងរបស់យើងវិញទៅមើលទៅគាត់ពីបាននិយាយគ្នាណាសម្លាញ់បើអញ្ចឹងតោះយើងឆាប់ទៅនៅពេលល្ងាចគេក៏បានត្រឡប់មកពីកន្លែងលក់វិញថ្ងៃនេះមុននឹងទៅផ្ទះយើងចង់នាំឯងទៅកន្លែងមួយតើវាជាកន្លែងអ្វីទៅវាជាកន្លែងអាត់កំបាំងមួយដែលខ្ញុំបានរកឃើញវាពិតជាពិសេសណាស់ឯងនិយាយមែនអីប្រកាសណាស់បើឯងមិនជឿយើងឯងមកតាមយើងមកពួកគេក៏បាននាំគ្នាទៅទីនោះតើទីនេះមានទេសម្លាញ់មែនហើយគឺនៅក្នុងរូងភ្នំនេះតើឯងចង់ចូលទៅក្នុងរូងភ្នំនេះទេមើលទៅដូចជាមិនស្រួលទេមិនដឹងថានៅទីនោះមានអ្វីខ្លះទេយប់ហើយយើងត្រឡប់ទៅវិញទៅសម្លាញ់ណែឯងមិនចង់ចូលទៅជាមួយយើងទេអីគឺថាយប់ហើយចាំលើកក្រោយទៅក៏វាមិនទាន់ហួសពេលដែរតើយើងបញ្ញាប់ទៅផ្ទះវិញអញ្ចឹងក៏បានដែរចាំលើកក្រោយទៅអញ្ចឹងសុចិត្តគេបានត្រឡប់មកផ្ទះវិញទាំងមិនអស់ចិត្តនៅថ្ងៃមួយពេលគេត្រឡប់មកពីផ្សារវិញនោះកូនប្រោកូនត្រឡប់មកពីផ្សារវិញហើយមែនទេបាទពុកខ្ញុំត្រឡប់មកវិញហើយតើកូនលក់ដាច់ទេថ្ងៃនេះបាទកូនលក់ដាច់ធម្មតាទេពុកថ្ងៃស្អែកពុកនឹងទៅជីកដំឡូងបន្ថែមទៀតដើម្បីឲ្យកូនយកទៅលក់បាទពុកខ្ញុំមានរឿងមួយចង់សួរពុកតើយើងត្រូវលក់ដំឡូងនេះដល់ពេលណាទៅពុកក៏មិនដឹងទេកូនវាជារបស់ដែលពុករកយូរណាស់មកហើយពុកមិនដឹងថាត្រូវធ្វើអ្វីទៀតនោះដែរថ្ងៃមួយសុចិត្តគេបានមករូងភ្នំនោះតែម្នាក់ឯងខ្ញុំឆ្ងល់យូរហើយតើមានអ្វីខ្លះនៅក្នុងរូងភ្នំនេះខ្ញុំទុកចិត្តមិនបានទេសុចិត្តបានប្រថុយជីវិតដើម្បីចូលទៅក្នុងរូងភ្នំនោះតើកន្លែងនេះជាកន្លែងអ្វីទៅហេតុអ្វីបានជាវាចម្លែកម្លេះភ្លាមនោះដែរក៏មានយក្សមួយបានចេញមកសូមស្វាគមន៍ដែលមកកាន់ទីនេះតើទីនេះជារូងភ្នំមែនទេចុះលោកដើរចូលមកតាមផ្លូវណាទៅខ្ញុំចូលមកតាមច្រកតូចមួយបើអញ្ចឹងគឺជារូងភ្នំហើយឯងកុំឆ្ងល់ច្រើនពេកប៉ុន្តែឯងបានមកដល់ទីនេះគឺពិតជាសំណាងខ្លាំងណាស់មិនងាយមានមនុស្សណាចូលមកដល់ទីនេះហើយបានជួបយើងនោះទេលោកតើលោកនឹងឲ្យអ្វីមកខ្ញុំយើងដឹងថាឯងចង់បានអ្វីហើយនៅពេលនេះ
តើលោកអាចសម្រេចសេចក្តីប្រាថ្នាឲ្យខ្ញុំបានដែរឬទេមានហើយយើងនឹងឲ្យក្រឡនេះទៅឯងក្រឡនេះមែនទេតើវាអាចជួយអ្វីដល់ខ្ញុំបានទៅឯងកុំគិតអញ្ចឹងកុំគិតថានេះជាក្រឡអាចឲ្យសោះក្រឡនេះវានឹងបង្កើតមាសប្រាក់ឲ្យឯងជារៀងរាល់ថ្ងៃយើងធានាថាឯងនឹងចាយវាមិនអស់នោះទេអូតើវាជាការពិតមែនទេមែនហើយឯងយកវាទៅចុះសុចិត្តបានយកក្រឡត្រឡប់មកផ្ទះវិញពុកអើយពុកខ្ញុំមានវត្ថុមួយចង់បង្ហាញពុកតើវាជាអ្វីទៅកូនវាគឺជាក្រឡវាមានសមត្ថភាពពិសេសណាស់វាអាចបង្កើតមាសប្រាក់ឲ្យយើងបានយ៉ាងច្រើនណាស់ពុកអូតើនេះជាការពិតមែនទេកូនមែនហើយពុកចាំមើលថ្ងៃស្អែកទៅណាពុកនឹងដឹងជាមិនខានលុះស្អែកឡើងសុចិត្តបានទៅមើលក្រឡនោះគេបានឃើញមាសប្រាក់ជាច្រើននៅក្នុងក្រឡនោះផងដែរអូ my god ទីបំផុតពិតជាមានមាសហើយខ្ញុំសប្បាយចិត្តណាស់ពុកអើយពុកមាសច្រើនណាស់ពុកអូវ៉ាវពិតជាមានមាសពិតមែនកូនប្រុសពិតប្រកបណាស់ពុកទីបំផុតយើងមានមាសប្រាក់ចាយហើយខ្ញុំសប្បាយចិត្តណាស់ខ្ញុំទៅប្រាប់មិត្តភ័ក្តិរបស់ខ្ញុំសិនគិតហើយសុចិត្តក៏បានទៅជួបសម្លាញ់របស់គេសម្លាញ់យើងមានដំណឹងល្អចង់ប្រាប់ឯងតើឯងនៅចាំរូងភ្នំដែលយើងប្រាប់ឯងនោះទេយើងចាំតើហើយវាយ៉ាងម៉េចគឺយើងបានក្រឡមួយពីទីនោះដែលអាចបង្កើតមាសប្រាក់ជាច្រើនដល់យើងអូពិតមែនទេសម្លាញ់វាប្រសើរខ្លាំងណាស់ពេលនេះយើងមិនចាំបាច់លក់ដំឡូងទៀតទេយើងដេកស៊ីចាយប្រាក់នេះក៏មិនអស់ឡើយណែបើឯងត្រូវការប្រាក់ឯងប្រាប់យើងមកឯងត្រូវការប៉ុន្មានក៏យើងឲ្យឯងដែរមិនអីទេសម្លាញ់គ្នាអរគុណឯងណាស់យើងដូចជាមិនត្រូវការអ្វីទៀតនោះទេអញ្ចឹងក៏មិនអីដែរបើឯងមានរឿងអ្វីឯងប្រាប់យើងមកឥឡូវយើងទៅផ្ទះសិនហើយនិយាយហើយសុចិត្តក៏បានត្រឡប់មកផ្ទះវិញហើយគេសប្បាយចិត្តនឹងមាសប្រាក់របស់គេនោះណាស់ប៉ុន្តែរឿងទាំងអស់នេះបានធ្វើឲ្យគេប្រែប្រួលជាខ្លាំងនៅថ្ងៃមួយកុសលបានមករកសុចិត្តដល់ផ្ទះសម្លាញ់ឯងទំនេរទេតោះទៅដើរលេងជាមួយគ្នាអីសុំទោសផងសម្លាញ់យើងរវល់ណាស់តោះសម្លាញ់ទៅញ៉ាំអីនៅផ្ទះរបស់ខ្ញុំម្ដាយខ្ញុំក៏ធ្វើម្ហូបឆ្ងាញ់ណាស់យើងទៅមិនកើតទេសម្លាញ់យើងរវល់ណាស់យើងរវល់នៅផ្ទះរបស់យើងព្រោះឪពុករបស់យើងគាត់មិននៅផ្ទះនោះទេហើយយើងមិនអាចទុកទ្រព្យសម្បត្តិយើងចោលបានឡើយមិនអីទេសម្លាញ់ចាំលើកក្រោយក៏បានដែរកុសលបានធ្វើដំណើរត្រឡប់មកផ្ទះវិញទាំងទឹកមុខក្រៀមក្រំពុកតើពុកទៅមកពីណានឹងពុកទៅមកពីស្រែណាកូនពុកមិនចាំបាច់ធ្វើក៏បានដែរយើងមានមាសប្រាក់ច្រើនហើយតើមិនន័យទេកូនពុកអបសុកពេកពុកចេះតែទៅមើលទៅវាមិនខាននោះទេយ៉ាងហោចណាស់យើងអាចយកវាមកហូបបានដែរតើប៉ុន្តែខ្ញុំមិនចង់ឲ្យពុកពិបាកទៀតនោះទេខ្ញុំចង់ឲ្យពុករស់នៅស្រួលម្ដងស្រួលពេកវាអាចធ្វើឲ្យពុកពិបាកវិញក៏ថាបានដែរកូនមិនន័យនោះទេពុកធ្វើរាល់ថ្ងៃទៅហើយថ្ងៃមួយជាថ្ងៃកំណត់របស់កុសលបានមកប្រាប់សុចិត្តសម្លាញ់ថ្ងៃនេះជាថ្ងៃកំណត់របស់គ្នាដូច្នេះឯងកុំភ្លេចទៅផ្ទះរបស់យើងផងណាទៅជួបជុំអ្នកលក់នៅផ្សារជាមួយគ្នាគេនឹកឯងខ្លាំងណាស់ព្រោះគេបាត់មុខឯងមួយរយៈទៅហើយយើងមិនអាចទៅបាននោះទេព្រោះផ្ទះរបស់យើងគ្មានមនុស្សនៅឡើយគ្នាសុំទោសផងសម្លាញ់មិនអីទេសម្លាញ់យើងមិនខឹងឯងនោះទេដែលឯងមិនបានចូលរួមក្នុងពិធីខួបកំណើតរបស់យើងប៉ុន្តែឯងឥឡូវដូចជាប្លែកណាស់មិនដូចពីមុននោះទេយើងមិនប្លែកនោះទេយើងនៅតែដូចដើមតើគ្រាន់តែថាយើងរឿងប្រសើរជាងមុនបន្តិចនឹងណាសុចិត្តគេបានប្រែប្រួលយ៉ាងខ្លាំងតាំងពីគេបានមាសប្រាក់ច្រើនមកហើយទំនាក់ទំនងរបស់គេក៏ឃ្លាតឆ្ងាយពីកុសលផងដែរ
សុចិត្តមួយថ្ងៃគេតែងតែសប្បាយរីករាយជាមួយនឹងមាសប្រាក់របស់គេ ខ្ញុំមិនខ្វល់នោះទេខ្ញុំមានមាសខ្ញុំមានប្រាក់ខ្ញុំអាចទិញរបស់របរបានយ៉ាងច្រើន អស់ពេលជាច្រើនថ្ងៃកន្លងទៅនៅថ្ងៃមួយពុករបស់គេក៏បានធ្លាក់ខ្លួនឈឺ ពុកតើពុកកើតអ្វីមែនទេពុកហាក់ដូចជាមិនសូវស្រួលក្នុងខ្លួនសោះដូចជាខ្សោយទៅហើយណាកូនពុកសូមពុកកំភៃអីយើងមានមាសប្រាក់ច្រើនណាស់ចាំខ្ញុំទៅផ្សារទិញថ្នាំដើម្បីព្យាបាលពុក សុចិត្តបានចាក់ចេញពីផ្ទះហើយប្រញាប់ទៅកន្លែងលក់ថ្នាំសុចិត្តបានថ្នាំមកដល់ផ្ទះហើយឲ្យពុកគេពិសាប៉ុន្តែនៅតែមិនអាចជួយឲ្យគាត់បានធូរស្បើយបានឡើយ អាការៈពុកដូចជាមិនបានធូរស្បើយបន្តិចសោះកូនពុកកុំបារម្ភអីកូននឹងរកវិធីជួយពុកឲ្យតល់តែបានណាំដែលអាចជួយពុកបានគឺមានតែថ្នាំនៅផ្ទះរបស់កុសលតែប៉ុណ្ណោះព្រោះវាជាថ្នាំដែលពុករបស់គេបានផលិតដោយផ្ទាល់មិនអីទេពុកចាំខ្ញុំទៅផ្ទះរបស់កុសលដើម្បីយកថ្នាំឲ្យពុកពិសា សុចិត្តបានធ្វើដំណើរទាំងស្ទាក់ស្ទើរទៅផ្ទះរបស់កុសលព្រោះថាទំនាក់ទំនងពួកគេឥឡូវនេះមិនជិតស្និទ្ធដោយកាលពីមុនឡើយឯងមកផ្ទះយើងធ្វើអ្វីឯងនិយាយមកព្រោះយើងប្រញាប់ទៅផ្សារ យើងត្រូវការថ្នាំពុករបស់ឯងដើម្បីព្យាបាលពុករបស់យើងឲ្យតម្លៃឯងថ្លៃបំផុតប៉ុន្មានក៏យើងហ៊ានឲ្យដែរ សម្លាញ់ឯងរាប់អានយើងច្រើនឆ្នាំមកហើយឯងមិនដឹងចិត្តរបស់យើងទេអីឆ្នាំនេះឯងយកទៅឲ្យពុករបស់ឯងផឹកចោះយើងមិនយកប្រាក់ពីឯងនោះទេព្រោះយើងនៅតែចាត់ទុកឯងជាមិត្តភក្តិរបស់យើងរហូតទោះបីជាឯងខ្លាចជាអ្នកមានឬឯងខ្លាចជាអ្នកក្រក៏ដោយហើយមួយទៀតទោះបីជាឯងមានប្រាក់ច្រើនប៉ុណ្ណាក៏ដោយក៏វាមិនស្មើនឹងមិត្តភាពរបស់យើងដែរ ឯងពិតជាល្អណាស់សម្លាញ់យើងពិតជាអរគុណឯងខ្លាំងណាស់ឲ្យយើងសុំទោសនៅរឿងកន្លងផង សុចិត្តបានយកថ្នាំពីកុសលទៅជួយពុករបស់គេលុះច្រើនថ្ងៃកន្លងមកពុករបស់សុចិត្តក៏បានធូរស្បើយឡើងវិញតោះសម្លាញ់ដល់ម៉ោងយើងទៅលក់ហើយវើយ តោះសម្លាញ់ខ្ញុំរៀបចំខ្លួនរួចរាល់អស់ហើយ ល្ងាចនឹងបន្ទាប់ពីលក់ហើយយើងនឹងនាំឯងទៅកន្លែងមួយទីនោះមានទេសភាពស្អាតណាស់ អូយើងចង់ដឹងដល់ហើយ ឥឡូវយើងទៅផ្សារសិនទៅចុងក្រោយមិត្តភាពរបស់ពួកគេក៏បានប្រែក្លាយជាធម្មតាវិញទោះពួកគេជាអ្នកមានឬក៏ជាអ្នកក្រក៏ដោយក៏មិនអាចទិញមិត្តភាពរបស់ពួកគេបានឡើយ មានបរិសពោះម៉ាយម្នាក់គាត់មានឈ្មោះថាដែនគាត់គ្មានកូនប្រពន្ធអ្វីឡើយរាល់ថ្ងៃគាត់រកស៊ីជួញដូរគោក្របីនិងចង់ការប្រាក់ឲ្យអ្នកភូមិមិនយូរប៉ុន្មានគាត់ក៏មានជីវភាពធូរធារការរកស៊ីរបស់យើងឥឡូវកាន់តែរីកចម្រើនខ្លាំងឡើងទៅហើយយើងពិតជាមានមោទនភាពណាស់ប៉ុន្តែហេតុអ្វីយើងគ្មានប្រពន្ធអញ្ចឹងជីវិតមួយនេះកំសត់ពេកហើយដោយគេថាសេដ្ឋីគង់ខ្វះអំបែងពាក្យនេះគេនិយាយមិនខុសមីនលោកម្ចាស់ថ្ងៃនេះលោកម្ចាស់ចង់ពិសាអ្វីដែរស្រួលខ្ញុំប្រាប់ចង់ផៅឲ្យគេរៀបចំជូនណាលោកម្ចាស់យើងគិតមើលសិនម្សិលមិញយើងស៊ីគោដុតថ្ងៃនេះយើងចង់ស៊ីស៊ុបបណ្ដើកឯងទៅប្រាប់ចង់ផៅឲ្យគេធ្វើស៊ុបបណ្ដើកមកព្រោះថាល្ងាចបន្តិចទៀតនេះលោកដង្ខៅសម្បត្តិគេនឹងមកផ្ទះយើងហើយម្ដងនេះយើងនឹងចំណេញបានប្រាក់ច្រើនបន្ថែមទៀតបើសិនជាយើងលក់គោក្របីឲ្យគាត់ណែលោកម្ចាស់ដើរកើតមាននោះទេតទៅទិញនៅផ្សារទៅមាននៅលោកម្ចាស់ចុះឯងនៅចាំដងកាលទៀតមិនក៏មិនប្រញាប់ទៅទិញភ្លាមទៅយីអានេះត្បិតថាគាត់ជាអ្នកមានកំពិតមែនប៉ុន្តែគាត់មានចិត្តអាក្រក់ណាស់បន្ទាប់ពីនិយាយឲ្យអ្នកបម្រើរបស់គាត់គេក៏បានដើរចេញទៅបាត់ទៅមួយសន្ទុះក្រោយមកលោកតាសឿនដែលជាអ្នកនៅក្នុងភូមិនោះគាត់ត្រូវការប្រាក់ជាខ្លាំងដើម្បីយកទៅមើលជំងឺចៅរបស់គាត់ហើយគាត់ក៏សម្រេចចិត្តមកចង់ការប្រាក់នៅលោកសេដ្ឋីដែនលោកថៅកែ
លោកតាតើលោកតាមានកិច្ចការអ្វីទើបបានជាលោកតាមកផ្ទះខ្ញុំដូច្នេះបាទលោកថៅកែគឺខ្ញុំមានការសំខាន់ណាស់ពេលនេះចៅប្រុសរបស់ខ្ញុំវាគ្រុនក្តៅយ៉ាងខ្លាំងប៉ុន្តែខ្ញុំអត់មានប្រាក់នាំវាទៅពេទ្យទេខ្ញុំក៏សម្រេចចិត្តមកសុំចង់ការប្រាក់ពីលោកថៅកែសង្ឃឹមថាលោកថៅកែឲ្យខ្ញុំខ្ចីប្រាក់ផងបាទមិនអីទេលោកតារឿងប្រាក់ខ្ញុំប្រកាសជាឲ្យខ្ចីប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយតើលោកតាបានយកប្លង់ឬក៏របស់មានតម្លៃមកប្រចាំដែរឬទេរបស់មានតម្លៃអ្វីទៅលោកថៅកែខ្ញុំអត់មានទេសូមលោកថៅកែអនុគ្រោះម្ដងផងបាទមានខ្ញុំក៏មិនអាចជួយលោកតាបាននោះដែរព្រោះនេះគឺជាគោលការណ៍របស់ខ្ញុំសូមលោកតាត្រឡប់ទៅផ្ទះវិញចុះខ្ញុំមិនអាចជួយលោកតាបាននោះទេលោកថៅកែលោកពិតជាចិត្តអាក្រក់មែនខ្ញុំទៅរកអ្នកដតីក៏បានដែរគេថារិស័យមនុស្សមានឡើងមានធ្លាក់ពេលដែលលោកសេដ្ឋីជួបទុក្ខលំបាកកុំគិតថាមករកជំនួយពីពួកខ្ញុំអីសោះបន្ទាប់ពីនិយាយហើយលោកតាសឿនគាត់ក៏បានដើរចេញទៅមុខក្រញើយើងមិនអាចឲ្យគាត់ខ្ចីនោះទេព្រោះគាត់មានអាយុច្រើនណាស់ទៅហើយតើគាត់មានកម្លាំងឯណាធ្វើការយកប្រាក់យើងមកសងយើងនោះដូច្នេះយើងមិនល្ងងនោះទេនៅក្នុងភូមិនោះផងដែរក៏មានប្តីប្រពន្ធវ័យក្មេង2នាក់ពួកគេទៅតាមនឹងរៀបការបានប្រហែល2ឆ្នាំប៉ុណ្ណោះដោយសារតែការធ្វើស្រែចម្ការរបស់គេមិនទទួលបានផលល្អគេក៏សម្រេចចិត្តចង់រកស៊ីវិញម្ដងអូនសំឡាញ់ឆ្នាំនេះស្រូវរបស់យើងខូចខាតទៀតហើយបងពិតជាពិបាកចិត្តណាអូនមានហើយបងខ្ញុំក៏ពិបាកចិត្តដែរតើយើងគិតយ៉ាងម៉េចទៅមានតែចាំមើលឆ្នាំមុខទេអូនអាចថាឆ្នាំនេះមិនល្អឆ្នាំក្រោយវាល្អណាអូនបងសំឡាញ់ហេតុអ្វីបានជាបងមិនសាករកស៊ីសិនទៅក្រែងពួកយើងមានសំណាងបានខ្លាចជាអ្នកមានណាបងពូកែហើយអូនក៏ពូកែទុកដាក់បើយើងចេញរកស៊ីប្រកាសជាចំណេញបានប្រាក់ច្រើនរឿងនេះបងក៏ធ្លាប់គិតដែរប៉ុន្តែបញ្ហាដែលជាចម្បងនោះគឺពួកយើងគ្មានដើមទុនតើយើងចេញរកស៊ីមិននឹងការទៅអូនបងសំឡាញ់បើសិនជាយើងអត់មានប្រាក់ទេយើងទឹកជ័យប្រាក់លោកថៅកែដែរទៅនៅក្នុងភូមិរបស់យើងនេះគ្មានអ្នកណាមានទ្រព្យសម្បត្តិច្រើនដូចជាគាត់នោះទេអូនសំឡាញ់បើយើងទឹកជ័យប្រាក់ពីគាត់តើតែយើងមានរបបបញ្ចាំណាអូនតែយើងអត់មានរបបមានតម្លៃនោះទេហើយគាត់ក៏ជាមនុស្សចិត្តអាក្រក់ទៀតគាត់មិននឹងយល់ព្រមទៅកំពុងតែនិយាយគ្នាសោកលោកតាសឿនគាត់ក៏បានដើរកាត់មុខផ្ទះរបស់ពួកគេនេះពួកឯងទាំងពីរនាក់គិតចង់ទឹកជ័យប្រាក់លោកថៅកែដែរមែនទេបាទពិតមែនហើយលោកតាប៉ុន្តែពួកខ្ញុំទាំងពីរអត់មានរបបបញ្ចាំនោះទេហើយលោកតាទៅមកពីណាដែរទៅតាទៅមកពីពេទ្យនឹងណាចៅយីតើមានអាណាការអ្វីមែនទេលោកតាទៅបានជាលោកតាទៅពេទ្យអញ្ចឹងរឿងនឹងគឺអញ្ចឹងណាចៅកាលពីម្សិលមិញតាបានទឹកជ័យប្រាក់ពីលោកថៅកែដែនដើម្បីយកចៅរបស់តាយកទៅឯព្យាបាលនៅឯមន្ទីរពេទ្យប៉ុន្តែលោកថៅកែដែនមិនព្រមឲ្យតាខ្ចីប្រាក់នោះទេដោយសារតែតាមានវ័យចំណាស់ច្រើនពេកហើយគ្មានទ្រព្យបញ្ចាំទៀតប៉ុន្តែចៅទាំងពីរខុសពីតាពួកចៅទាំងពីរនៅក្មេងឯលោកថៅកែដែនប្រកាសจะឲ្យប្រាក់ចៅខ្ចីជាមិនខានតើលោកតាបានប្រាក់ពីណាយកទៅមើលជំងឺចាស់របស់លោកតាទៅបានលោកថៅកែដែនមិនបានឲ្យលោកតាខ្ចីប្រាក់ផងនោះនេះគុំដោយសារតែលោកមេភូមិទេគាត់បានឲ្យប្រាក់មកតាមួយចំនួនដើម្បីយកទៅព្យាបាលជំងឺចាស់របស់តាឥឡូវតាសំលាពួកចៅសិនហើយណាបានលោកតាបងសំឡាញ់ពេលនេះយើងគិតយ៉ាងម៉េចទៅយើងគួរតែទឹកជ័យប្រាក់លោកថៅកែដែនដែរឬទេយើងមានតែសាក់មើលសិនទេអូនបើគាត់មិនអោយចាំពួកយើងគិតទៀតលុះទាំងពីរអ្នកប្តីប្រពន្ធក៏ដូចនេះពួកគេក៏បានធ្វើដំណើរទៅផ្ទះលោកថៅកែដែនពួកគេធ្វើដំណើរមិនយូរប៉ុន្មានក៏បានមកដល់ផ្ទះលោកថៅកែដែនតើអ្នកទាំងពីរមកផ្ទះខ្ញុំមានការអ្វីទៅតើមកលក់គោក្របីឬក៏ចង់មកចង់ការប្រាក់បានលោកថៅកែខ្ញុំមកនេះគឺមកចង់ការប្រាក់បើមកចង់ការប្រាក់តើមានរបបបញ្ចាំដែរឬទេបើសិនជាអ្នកទាំងពីរអត់មានរបបបញ្ចាំយើងមិនអាចឲ្យអ្នកទាំងពីរខ្ចីប្រាក់បានឡើយលោកថៅកែសូមលោកថៅកែយកដល់ពួកខ្ញុំម្ដងទៅខ្ញុំយកប្រាក់យកទៅរកស៊ីណាលោកថៅកែនៅពេលដែលខ្ញុំរកស៊ីមានបានចាំខ្ញុំយកប្រាក់នោះមកសងលោកថៅកែវិញមិនបានទេមិនបានជាដាច់ខាតព្រោះនេះគឺជាគោលការណ៍របស់យើងខណៈពេលនោះលោកថៅកែដែនបានក្រឡេកឃើញប្រពន្ធចៅមាណពនាងនៅក្មេងមានសម្រស់ស្អាតលោកថៅកែដែនក៏មានគំនិតមួយថាហើយប្រពន្ធចៅមេដកម្នាក់នេះនៅក្មេងហើយស្អាតទៀតបើសិនជាបានមកយើងមិនដឹងថាល្អយ៉ាងណានោះទេយើងត្រូវតែយកប្រពន្ធចៅមេដកម្នាក់នេះឲ្យបានចៅមេដយើងមានគំនិតមួយតើលោកថៅកែមានគំនិតអ្វីទៅ
យើងមើលទៅប្រពន្ធឯងយើងពិតជាពេញចិត្តខ្លាំងណាស់បើឯងយល់ព្រមបញ្ចាំប្រពន្ធរបស់ឯងយើងសុខចិត្តឲ្យប្រាក់ឯងខ្ចីទោះបីជាឯងមិនសងប្រាក់មកយើងក៏យើងមិនទាមទារអ្វីដែរឲ្យតែឯងយល់ព្រមតាមសំណើរបស់យើងហើយប្រគល់ប្រពន្ធឯងឲ្យមកយើងមិនបានទេលោកថៅកែមិនទាំងអាចទៅរួចទៅខ្ញុំមិនអាចបញ្ចាំប្រពន្ធខ្ញុំបានឡើយលោកថៅកែខ្ញុំមកចង់ការប្រាក់ត្រឹមត្រូវហើយខ្ញុំក៏សងប្រាក់លោកត្រឹមត្រូវដែរខ្ញុំមិនព្រមបញ្ចាំខ្លួនឯងចដាច់ខានណែនាងតូចពូឯងទាំងពីរនាក់គិតឲ្យច្បាស់តើយល់ព្រមដែរឬអត់ព្រោះយើងមានប្រាក់ច្រើនណាស់មិនបានទេលោកថៅកែខ្ញុំមិនព្រមឡើយបើមិនបានពូឯងក៏ឆាប់ចាក់ចេញពីផ្ទះយើងទៅអ្នកទាំងពីរក៏បានត្រឡប់មកផ្ទះវិញពិតជាគួរឲ្យខឹងមែនហេតុអ្វីបានជាលោកថៅកែដែនគាត់មានចិត្តកំណាញ់អីបែបនេះនៅពេលដែលគាត់ស្លាប់ទៅគាត់អាចយកមេប្រាក់ទៅតាំងខ្លួនបានដែរឬយ៉ាងណាទើបបាត់ជាគាត់កំណាញ់អីបែបនេះពិតជាគួរឲ្យខឹងមែនលោកប្តីមិនគួរណាក្នុងភូមិរបស់យើងមានមនុស្សធន់ថោកដូចជាលោកថៅកែដែរនោះទេមានទ្រព្យសម្បត្តិច្រើនតែជាមនុស្សគ្មានចិនអូនសម្លាញ់បងតាំងចិត្តឲ្យថានឹងខំធ្វើស្រែដាំបន្លែយកទៅលក់នៅឯផ្សារនៅពេលដែលបានប្រាក់គួសមហើយចាំពួកយើងយកទៅរកស៊ីពេលនោះយើងនឹងខ្លាចទៅជាអ្នកមានជើងមិនខានចាស់ពិតមែនហើយបងហើយអូននឹងនៅជាកម្លាំងចិត្តដល់បងរហូតជាច្រើនឆ្នាំបានកន្លងផុតទៅនៅផ្ទះរបស់លោកថៅកែដែនស្រាប់តែកើតហេតុការណ៍ដ៏អាក្រក់មួយគឺមានចៅបានចូលលួចទ្រព្យសម្បត្តិគាត់និងបានដុតបំផ្លាញផ្ទះរបស់គាត់ឆេះអស់គ្មានសល់ធ្វើឲ្យលោកថៅកែដែននៅពេលនេះបានធ្លាក់ខ្លួនក្ររហាមហេតុអ្វីទៅហេតុអ្វីខ្លាចទៅជាបែបនេះទ្រព្យសម្បត្តិរបស់យើងត្រូវបានចោរលួចផ្ទះរបស់យើងត្រូវបានភ្លើងឆេះទៀតនៅពេលនេះយើងធ្លាក់ខ្លួនក្ររហាមទៅហើយយើងពិតជាឈឺចាប់ណាស់យ៉ាងម៉េចហើយលោកថៅកែពេលនេះលោកថៅកែបានធ្លាក់ខ្លួនក្រជាងខ្ញុំទៅទៀតឲ្យសមមកចោះការដែលលោកនៅជាអ្នកមានគ្មានចិត្តមេត្តាដល់អ្នកក្រអ្វីនោះទេខ្ញុំមិនក្រនោះទេខ្ញុំមានមិត្តភក្តិជាអ្នកមានច្រើនណាស់ខ្ញុំនឹងទៅពឹងពួកគេមិនយូរទេខ្ញុំនឹងរកស៊ីមានបានវិញហើយមិត្តភក្តិជាអ្នកមានល្បល់កាច់ស្អីទៅសូម្បីតែអ្នកបម្រើលោកថៅកែក៏គេមិនជួយលោកថៅកែដែរខ្ញុំគិតថាមិត្តភក្តិរបស់លោកណាគេរាប់អានលោកនៅពេលដែលលោកខ្លាចជាអ្នកមានតែប៉ុណ្ណោះលោកថៅកែដែរហើយលោកភ្ជាក់ខ្លួនទៅណាហេតុអ្វីបានជាពួកគេមិនជួយខ្ញុំអញ្ចឹងខ្ញុំពិតជាដឹងខ្លួនខុសហើយពេលនេះខ្ញុំមិនដឹងថាទៅកន្លែងណានោះទេក្រឡេកមើលប្តីប្រពន្ធវ័យក្មេងឯនេះវិញពួកគេខិតខំរកស៊ីរហូតខ្លាចជាអ្នកមានហើយមានចិត្តល្អទៀតផងអ្នកទាំងពីរតែងតែចែកទានដល់អ្នកក្រីក្រដល់ស្មុំទុរគតហើយនៅក្នុងនោះក៏មានលោកថៅកែដែនផងដែរអ្នកទាំងពីរមិនមកប្រកាន់ទោសភ័យអ្វីដល់លោកថៅកែដែនឡើយ